នឹងការផ្លាស់ប្ដូរអាជីពការងារចាហើយអ្វីដែលពិសេសហ្នឹងគឺភាគច្រើនគឺផ្ដោតទៅលើ industry iGaming ហើយនិង industry scam ចាហើយមូលហេតុដែលខ្ញុំទទួលបានសំណួរហ្នឹងគឺដោយសារតែថ្មីនេះបងប្អូនដឹងស្រាប់ហើយគឺមានវិធានការក្នុងការចុះបង្ក្រាបលុបបំបាត់តកតងជាមួយនឹង scam តកតងជាមួយនឹង business online ខុសច្បាប់ចាចឹងមានសំណួរជាច្រើនដូចជាគាត់ចង់ផ្លាស់ប្ដូរការងារគាត់ប៉ុន្តែគាត់អត់ដឹងថាត្រូវរៀបចំគម្រោងពីណាទៅណានៅពេលដែលបាត់បង់ការងារមួយរំពេចហើយអ្នកខ្លះទៀតក៏សួរថា industry iGaming ហើយនិង scam ហ្នឹងខុសគ្នាទេតែហេតុអីបានគាត់ត្រូវមានភាពភ័យខ្លាចក្នុងការបាត់បង់ការងារហើយបើសិនជាបាត់បង់ការងារមែនអាហ្នឹងវាយុត្តិធម៌សម្រាប់គាត់អត់ចាមានសំណួរជាច្រើនទៀតដែលគាត់សួរមកកាន់ខ្ញុំប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំចង់បញ្ជាក់ប្រាប់ទៅកាន់បងប្អូនទាំងអស់គ្នាថាអ្វីដែលគ្រោះថ្នាក់បំផុតនោះគឺមិនមែនគ្រាន់តែយើងធ្វើការនៅក្នុងមានប្រវត្តិធ្វើការនៅ scam ឬមួយក៏មានប្រវត្តិធ្វើការនៅ online ខុសច្បាប់ទេអ្វីដែលគ្រោះថ្នាក់នោះគឺនៅពេលដែលយើងធ្វើការមួយកន្លែងហើយយើងអត់មាន set goal ឬមួយក៏ plan គម្រោងច្បាស់លាស់ទៅលើ career របស់យើងនៅពេលដែល industry ហ្នឹងបះជើងឬមួយក៏បិទទ្វារគឺយើងបាត់បង់អ្វីៗគ្រប់យ៉ាងយើងអត់មាន backup plan យើងអត់បានត្រៀមអីទាំងអស់ហើយ career របស់យើងគឺងងឹតសូន្យចឹងហ្មងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីភាពខុសគ្នារវាង iGaming និង scam ក៏ដូចជាហេតុអីបានជាមនុស្សមួយចំនួនដែលគាត់ធ្វើការនៅក្នុង iGaming ហ្នឹងគាត់ក៏ត្រូវប្រឈមមុខជាមួយនឹងការបាត់បង់ការងារដូចគ្នាហើយអ្វីដែលសំខាន់ហ្នឹងគឺដូចតែខ្ញុំបញ្ជាក់ពីខាងលើអញ្ចឹងមិនមែនគ្រោះថ្នាក់ឬមួយក៏អ្វីដែលគ្រោះថ្នាក់ពិតប្រាកដហ្នឹងមិនមែនដោយសារប្រវត្តិធ្វើការនៅក្នុង scam ឬមួយក៏ game online ទេគឺអ្វីដែលយើងអត់បានត្រៀមក្នុងការផ្លាស់ប្ដូរនៅពេលដែលយើងបាត់បង់អាជីពការងារយើងក្នុងរយៈពេលមួយយប់ឬមួយក៏ក្នុងភ្លាមមួយរំពេចភ្នែកយើងអត់ដឹងថាយើងត្រូវធ្វើអីអាហ្នឹងទៅជាគ្រោះថ្នាក់ពិតប្រាកដដូច្នេះហើយបើសិនជាបងប្អូនចង់ដឹងចង់ឮតកតងជាមួយនឹងរបៀបក្នុងការរៀបចំផែនការការងារច្បាស់លាស់រៀបចំនៅ career អាជីពការងាររបស់យើងច្បាស់លាស់នៅពេលដែលមានបំលាស់ប្ដូរបំលាស់ទីរបស់ក្រុមហ៊ុនឬមួយក៏ក្រុមហ៊ុននឹងត្រូវបិទទ្វារភ្លាមតែយើងត្រូវធ្វើរបៀបម៉េចវីដេអូនេះគឺបកស្រាយចម្ងល់បងប្អូនទាំងអស់គ្នាជម្រាបសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំសុខៀងចាស្វាគមន៍សាជាថ្មីខានជួបគ្នាយូរមែនទែនប្រហែលជា2ខែហើយអត់ដែលបានធ្វើវីដេអូសោះហើយដូចជាខ្ញុំបានប្រាប់វីដេអូមុនអញ្ចឹងថាខ្ញុំមានបញ្ហាសុខភាពហើយត្រូវចេញចូលពេទ្យញឹកមែនទែនហើយឥឡូវនេះគឺខ្ញុំបានព្យាបាលហើយបានធូរស្បើយលែងទៅពេទ្យទៀតហើយអញ្ចឹងខ្ញុំនឹងបកត្រឡប់មកក្នុងការធ្វើវីដេអូដើម្បីចែកជូនទៅដល់បងប្អូនក្នុងការទទួលនៅចំណេះដឹងថ្មីដូចសពរាល់ដងសម្រាប់បងប្អូនដែលអត់ទាន់ស្គាល់ខ្ញុំសុខៀងជា career ហើយនិង interview coach មានន័យថា coach បងប្អូនបង្វឹកបងប្អូននៅក្នុងការជំរាបសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ channel របស់នាងខ្ញុំហើយសម្រាប់បងប្អូនដែលអត់ទាន់ស្គាល់ខ្ញុំសុខៀង Career and Interview Coach ចាហើយវីដេអូរបស់នាងខ្ញុំហ្នឹងគឺខានផុសយូរហើយដូចជា2ខែបើសិនជាអ្នកតាមដានអ្នកដែលតាមដានហ្នឹងគឺគាត់ដឹងហើយថាវីដេអូរបស់ខ្ញុំគឺខានផុសយូរដែរហើយដូចខ្ញុំបញ្ជាក់អញ្ចឹងគឺខ្ញុំមានបញ្ហាសុខភាពហើយខ្ញុំត្រូវចេញចូលពេទ្យញឹកញាប់មួយរយៈប្រហែលជា2-3ខែមុនហ្នឹងណាចាឥឡូវហ្នឹងគឺខ្ញុំបានធូរស្រាលហើយលែងទៅពេទ្យទៀតហើយអញ្ចឹងខ្ញុំ focus ទៅលើសុខភាពហើយត្រឡប់មកធ្វើវីដេអូជូនដល់បងប្អូនបន្តទទួលបានចំណេះដឹងដូចសពរាល់ដងចាសម្រាប់អ្នកដែលអត់ស្គាល់ខ្ញុំចាខ្ញុំសុខៀងហើយនៅក្នុង channel របស់នាងខ្ញុំគឺផ្ដោតសំខាន់ទៅលើការចែករំលែកចំណេះដឹងកលឹះសំខាន់តាក់ទងជាមួយនឹងការអភិវឌ្ឍអាជីពការងាររបស់បងប្អូនអញ្ចឹងបើសិនជាវីដេអូនេះគឺថ្មីសម្រាប់បងប្អូនតែបងប្អូនមានចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមតាក់ទងជាមួយនឹងចំណេះដឹងសំខាន់បទពិសោធន៍កលឹះជំនាញក្នុងការអភិវឌ្ឍអាជីពការងារអភិវឌ្ឍខ្លួនចាបងប្អូនអាចចុច Subscribe ដើម្បីទទួលបានវីដេអូរបស់នាងខ្ញុំជារៀងរាល់សប្តាហ៍អូខេអញ្ចឹងដូចជាការបកស្រាយនៅខាងលើចានៅក្នុងវីដេអូរបស់នាងខ្ញុំថ្ងៃនេះប្រធានបទសំខាន់គឺយើងមកនិយាយអំពីindustry iGaming ហើយនិង scam
ហើយយើងនឹងនិយាយអំពីតែយើងត្រូវធៀមខ្លួនយ៉ាងម៉េចនៅពេលដែលយើងបាត់បង់ការងារមួយប្រពេចភ្នែកចាការដែលខ្ញុំធ្វើវីដេអូនេះគឺខ្ញុំមិនមានបំណងក្នុងការធ្វើការវិនិច្ឆ័យទៅលើបងប្អូនដែលគាត់ជ្រើសរើសយកការងារ iGaming ឬមួយក៏ scam ខ្ញុំមិនទម្លាក់បន្ទុកទៅលើបងប្អូនទេអាហ្នឹងធ្វើម៉េចបើយើងរើសយកការងារហ្នឹងហើយដោយសារតែមានហេតុផលផ្សេងៗប៉ុន្តែខ្ញុំធ្វើវីដេអូនេះគឺដើម្បីជាការចែករំលែកនៅកលឹះហើយនឹងសារសំខាន់ដើម្បីឲ្យបងប្អូនទុកមើលទុកស្ដាប់នៅពេលដែលបងប្អូនចង់ផ្លាស់ប្ដូរការងារហើយបងប្អូនចង់រៀបចំផែនការអាជីវកម្មឥឡូវនេះយើងមកនិយាយអំពីធម្មជាតិនៃការងារ scam ក៏ដូចជា iGaming អញ្ចឹងខ្ញុំនឹងមិនបញ្យលបកស្រាយអីឲ្យលម្អិតនៅក្នុងវីដេអូ20ទៅ30នាទីនេះព្រោះយើងមានរឿងត្រូវបកស្រាយវែងឆ្ងាយទៀតអញ្ចឹងកាត់ខ្លីៗ scam គឺជាសកម្មភាពដែលគេរៀបចំគម្រោងរយៈពេលវែងឬមួយក៏ខ្លីដើម្បីព្យាយាមទាញផលប្រយោជន៍អ្វីដែលសំខាន់គឺតកតងនឹងលុយនិយាយរួមគឺព្យាយាមយកលុយរបស់ជនរងគ្រោះនឹងតែម្ដងដោយអត់មានអីជា return វិញទេតោះនេះវាខុសគ្នាពី cheating ឧទាហរណ៍ថាយើងទៅផ្សារយើងទៅទិញក្តាមយើងទៅទិញក្តាម1គីឡូហើយនៅពេលដែលយើងថ្លឹងគេសេរីអញ្ជីងឬថាអញ្ជីងក្តាមហ្នឹងធាតុពិតគឺអត់ដល់1គីឡូទេប៉ុន្តែអ្នកលក់គឺគាត់សេរីឲ្យគ្រប់1គីឡូអញ្ចឹងមានន័យថាគាត់ស៊ីភ្នែកអញ្ជីងតោះណាអញ្ចឹងអាហ្នឹងគេហៅថា cheating ហ្នឹងគឺមានការបោកប្រាស់មានការបំភាន់ប៉ុន្តែវាអត់តាក់ទងជាមួយនឹងការយកលុយទាំងដុលទេវាស៊ីបន្តិចតែអ្នកលក់ហ្នឹងគឺគាត់មានក្តាមឲ្យអ្នកទិញពិតប្រាកដមែនតោះខ្ញុំនិយាយចាប៉ុន្តែ scam ហ្នឹងគឺអត់មានជាការ return អត់មានជាការ exchange ទេគឺជាការរៀបចំគម្រោងរយៈពេលវែងឬមួយក៏ខ្លីធ្វើមិនក៏ដោយឲ្យតែជនរងគ្រោះហ្នឹងតម្លាក់លុយឲ្យធ្វើមិនក៏ដោយឲ្យតែបានលុយពីជនរងគ្រោះខ្ញុំឧទាហរណ៍ដូចជា scam romance scam ភាគច្រើនកើតឡើងនៅបរទេសចាចឹងដូចថាមនុស្សប្រុសហើយនឹងស្រីហ្នឹងគឺគេ build relationship អីចឹងណាឧទាហរណ៍ថាមនុស្សប្រុសហ្នឹងគាត់ចង់បោកយកលុយម្នាក់ស្រីដឹងថាម្នាក់ស្រីហ្នឹងគាត់មានលុយគាត់អីចឹងណាចាចឹងម្នាក់ប្រុសហ្នឹងគាត់ចូលមកជីវិតម្នាក់ស្រីហ្នឹងគឺដើម្បីតែរៀប plan ធ្វើម៉េចយកលុយប្រាក់សន្សំរបស់ម្នាក់ស្រីហ្នឹងទាំងអស់មានប្រហែល$20000 $30000គឺគាត់រៀបចំគម្រោងដើម្បី clear អា bank អា saving account ហ្នឹងហ្មងអាហ្នឹងគេហៅថា romance scam ឬមួយក៏មានplan ផ្សេងទៀតដែលតាក់ទងជាមួយនឹង insurance ការទទួលមរតកអីពីខាងស្រីអីចឹងណាអានេះខ្ញុំឧទាហរណ៍ឯប៉ុន្តែក៏មានករណីខ្លះខាងស្រីគាត់បោកខាងប្រុសដែរអាហ្នឹងគេហៅថា romance scam គឺមកគឺដើម្បីតែរៀបចំផែនការយកលុយជនរងគ្រោះហ្នឹងហ្មងចានៅមានសកម្មភាព scam ផ្សេងទៀតដូចជាថ្មីនេះគឺយើងនិយាយអំពី industry scam ហើយ industry scam ហ្នឹងតកតងជាមួយនឹងការ trading ចា cryptocurrency អីចឹងចាអញ្ចឹងបើសិនជាបងប្អូនធ្វើការនៅក្នុងវិស័យហ្នឹងធ្លាប់ដឹងធ្លាប់ឮប្រហែលជាយល់ថាអាហ្នឹងគឺគេធ្វើលើអីគេអញ្ចឹងគឺគេ trade រឿងលុយអ្នកខ្លះគាត់អត់ដឹងពីអាហ្នឹងទេប៉ុន្តែគេប្រាប់ថាបងឲ្យដាក់ទៅចំណេញលុយចាបងឲ្យដាក់ទៅចំណេញលុយប៉ុណ្ណេះប៉ុន្មាននាទីឡើងចេះអីចឹងណាចាទាំងដែលធាតពិតគឺគាត់អត់បានដាក់លុយយើងចូលទៅក្នុង system ហ្នឹងទេគាត់គ្រាន់តែធ្វើរបាយការណ៍ឬមួយក៏ report បែបលក្ខណៈជា fake information ជាព័ត៌មានคล้ายៗដើម្បីឲ្យអ្នកដែលគាត់ invest ហ្នឹងគាត់មានអារម្មណ៍ថាអាហ្នឹងរឿងពិតអញ្ចឹងឧទាហរណ៍ថាម្នាក់ហ្នឹងដាក់10000 20000 30000អញ្ចឹងណាអញ្ចឹងបន្តដាក់អញ្ចឹងអ្នកដែលគាត់ជា scam ហ្នឹងគឺព្យាយាម push អ្នកដែលគាត់ដាក់លុយហ្នឹងគឺដាក់ឲ្យច្រើនកាន់តែច្រើនដែលយើងមើលទៅស្ថានភាពអត់ស្រួលយើងមើលឃើញថាម្នាក់ហ្នឹងរៀង low stress ខាង victim ហ្នឹងអ្នកជនរងគ្រោះហ្នឹងរៀងបាត់បង់ទំនុកចិត្តហើយគឺបិទ account block អីទាំងអស់គឺខ្ចប់យកលុយហ្នឹងតែម្ដងអញ្ចឹងអាហ្នឹងគឺជាសកម្មភាព scam ដែលបច្ចុប្បន្នហ្នឹងគឺមាននៅក្នុងស្រុកខ្មែរហើយភាគច្រើនគឺជាក្រុមហ៊ុនបរទេសអញ្ចឹងមានទាំង scam ទៅបរទេស scam នៅអឺរ៉ុប scam នៅបណ្ដាអាស៊ីផ្សេងទៀតគឺគេធ្វើរបៀបហ្នឹងអញ្ចឹងសម្រាប់អ្នកអត់ដឹងហ្នឹងគឺគាត់ចេះតែវិនិយោគលុយចាតកតងមួយវិនិយោគលុយហើយអ្នកដែលវិនិយោគហ្នឹងគឺគាត់អត់បានដឹងទេគាត់អត់បានដឹងថាអាវិនិយោគហ្នឹងវា
វាមានព័ត៌មានពិតជាក់ស្ដែងយ៉ាងម៉េចទេប៉ុន្តែចង់បានលុយគិតថាហ្នឹងវាជាការ invest ដ៏ត្រឹមត្រូវអញ្ចឹងហើយក៏លក្ខណៈថាប្រើជា broker ហ្នឹងហើយប្រើគេឲ្យ invest ជំនួសដាក់លុយជំនួសអីចឹងទៅអញ្ចឹងពេលគេបានលុយគេទៅបាត់តោះនេះអាហ្នឹងគឺជាប្រភេទ scam ដែលកំពុងតែ boom នៅក្នុងស្រុកខ្មែរហ្នឹងហើយខាងអាជ្ញាធរកំពុងតែចុះចាប់ចុះបង្ក្រាបនឹងឯងឥឡូវយើងមកនិយាយអំពី iGaming ថាតើហេតុអីបានជាមានភាពយល់ច្រឡំជាមួយនឹង iGaming ជាទូទៅ iGaming បើយើងឲ្យយល់ន័យ simple ហ្មងណាចា iGaming ហ្នឹងគឺ game gambling ចាល្បែងបើយើងនិយាយជាល្បែងណា online អញ្ចឹងល្បែង online casino online អញ្ចឹងវាមានប្រភេទក្នុងការប្រភេទល្បែងផ្សេងគ្នាដូចជាការចាក់បាល់ការចាក់មាន់ខ្លាឃ្លោកអីគឺមានច្រើននៅក្នុងហ្នឹងអញ្ចឹងគេមានជា product តោះណាគេមានជា product របស់ក្រុមហ៊ុនជា project នៅក្នុងហ្នឹងគេមានផ្សេងគ្នាហើយអ្នកដែលគាត់ manage ទៅលើ project ហ្នឹងគឺផ្សេងគ្នាដូចគ្នាអញ្ចឹង customer service របស់គេហ្នឹងគេ sell product ហ្នឹងថាលេងទៅបើសិនជាចាក់មួយឈ្នះប៉ុណ្ណេះចាក់$5ឈ្នះប៉ុណ្ណេះចាក់$100បើសិនជាឈ្នះបានលុយប៉ុណ្ណេះបើសិនជាចាញ់គឺចាញ់តោះនេះអញ្ចឹង technically វានៅតែអត់បានជាលទ្ធផលអីជាក់ស្ដែងប៉ុន្តែវាអត់cheat 100%វាអត់ scam 100%មានន័យថានៅតែមានអ្នកឈ្នះលុយប៉ុន្តែនៅតែមានអ្នកចាញ់លុយអូខេខ្ញុំបញ្យល់អញ្ចឹងហ្មងស្រួលយល់បងប្អូនឃើញកាស៊ីណូនៅតាមព្រំដែនកាស៊ីណូនៅក្នុងទីក្រុងរបស់យើងNagavel អីចាវាដូចគ្នាជាមួយនឹង casino online ដូចគ្នាគ្រាន់តែអាមួយ physically យើងទៅលេងផ្ទាល់ហ្មងអាមួយទៀតលេងតាម online ចាលេងតាម online ចាក់តាម online អញ្ចឹងទៅមានន័យថាប្រទេសណាក៏ដោយក៏អាចលេងបានដែរតែដែលនៅ physically base នៅ Cambodia ហ្នឹងលុះត្រាតែម្នាក់ហ្នឹងមកលេងនៅដល់ភ្នំពេញជិះយន្តហោះមកលេងដល់ស្រុកខ្មែរហ្មងមកលេងបានតែ game online ហ្នឹងគឺគេលេងតាមជា online បានប៉ុន្តែក្នុងលក្ខខណ្ឌណាដែលយើងនិយាយថាអាហ្នឹងក៏អាចជាindustry ឬមួយក៏ជាសកម្មភាពមួយដែលវាអត់ល្អចាក្នុងសកម្មភាពមួយចំនួនគឺក្រុមហ៊ុនអត់បានចុះបញ្ជីត្រឹមត្រូវអត់បានចុះបញ្ជីស្របច្បាប់គឺបើកតែឯងចាហើយមានសកម្មភាពមួយចំនួនរបស់ក្រុមហ៊ុនហ្នឹងគឺបង្ខាំងមនុស្សខុសច្បាប់ឲ្យធ្វើការទៅលើ game online casino online នឹងឯងអញ្ចឹងទោះបីជា nature របស់ក្រុមហ៊ុនហ្នឹងមិនមានការបោកប្រាស់ចាធ្វើជាលក្ខណៈ casino online ប៉ុន្តែអា operation nature របស់ operation ជាធម្មជាតិនៃកិច្ចការហ្នឹងមួយចំនួនគឺត្រូវបាន consider ជា scam ដូចគ្នាតោះណាចាអញ្ចឹងអានេះវាជាភាពខុសគ្នាហើយបើសួរថាអាពីរហ្នឹងអាមួយណាល្អខ្ញុំនិយាយថាវាមិនលើសគ្នាអីប្រហែលទេអាហ្នឹងបើយើងបកស្រាយបើយើងនិយាយតាមការយល់ឃើញរបស់នាងខ្ញុំណាចាការងារអីក៏ដោយបើយើងដូចយើងនិយាយបើយើងគិតថាវាជា entertainment ជា project entertainment ឧទាហរណ៍ថាអត់សុខចង់លេងហ្គេមមកក្តារចង់ចាក់ផ្សងសំណាងអាហ្នឹង it's okay ប៉ុន្តែបើសិនជាយើងជក់ខ្លួនឯងហើយក៏គេមានការពវក់ថែមគេបញ្ចុះបញ្ចូលថែមហើយយើងគិតតែពីលេងដេញរហូតណាអាហ្នឹងយើងចាញ់ហ្នឹងឯងចាហើយចុះឡើងវាមានអីចំណេញអញ្ចឹងវាដូចតែគ្នាទេគ្រាន់តែថាមួយវាជា real project real product ដែលគេ sell ហើយអាមួយទៀតគឺអត់ទេវាកុហកចា scam ហ្នឹងគឺកុហកដើម្បីឲ្យជនរងគ្រោះហ្នឹងគាត់ invest លុយហើយពេលដែលបានលុយហើយគឺគេបិទ account តែម្ដងតែនៅតែមានសំណួរឆ្លើយតបទៅកាន់បងប្អូនចាដែលគាត់សួរថាចុះបើសិនជាiGaming casino online ជា nature របស់វាគឺមាន business អីត្រឹមត្រូវហេតុអីបាននៅតែប្រឈមជាមួយនឹងការបិទទ្វារជាមួយនឹងការចាប់ខ្លួននៅពេលដែលមានការចុះពីអាជ្ញាធរនៅពេលដែលគេចុះចាប់គេនឹងកលេចមើលច្រើនមែនតើគេកលេចមើលទៅលើ operation របស់ company ហ្នឹងថាតើមាន register អត់ company មានបតង់អត់ចាចុះឈ្មោះត្រឹមត្រូវអត់ announcement ចាការប្រកាសពន្ធត្រឹមត្រូវអត់ជារៀងរាល់ឆ្នាំហ្នឹងហើយការប្រកាសទៅលើបុគ្គលិកបរទេសខ្មែរហ្នឹងគ្រប់ចំនួនអត់ការកាត់ពន្ធប្រាក់ខែត្រឹមត្រូវអត់ហើយបុគ្គលិកដែលធ្វើការនៅក្នុងក្រុមហ៊ុនហ្នឹង
ទទួលបានអត្ថប្រយោជន៍តាមច្បាប់ការងារអត់ចឹងគេមើលទៅលើនឹងហើយបើសិនជាខាងក្រុមហ៊ុនគាត់អត់ធ្វើទៅតាមទាំងអស់ហ្នឹងទេគាត់នឹងហើយនឹងប្រឈមជាមួយនឹងការបិទទ្វារឥឡូវខ្ញុំលើកឧទាហរណ៍មួយដូចជាភាគច្រើន iGaming ណាចាគឺគាត់ធ្វើការ12ម៉ោងក្នុងមួយថ្ងៃហើយច្បាប់ការងាររបស់យើងប្រហែលម៉ោងក្នុងមួយអាទិត្យគឺ45ម៉ោងអញ្ចឹងមានន័យថាក្នុងមួយថ្ងៃគឺ8 9ម៉ោងអស់ហើយចាជាទូទៅអញ្ចឹងបើសិនយើងធ្វើការងាររយៈពេលប៉ុណ្ណឹងម៉ោងជារៀងរាល់ថ្ងៃ5ថ្ងៃក្នុងមួយសប្តាហ៍នៅតែលើសពីច្បាប់ការងារអញ្ចឹងមានន័យថាយើងខុសបាត់ហើយចាតាម technically តាម legally គឺយើងខុសបាត់ហើយអញ្ចឹងបើសិនជាគេចោះមានន័យថាយើងក៏នឹងអាចប៉ះពាល់ដែរអញ្ចឹងហើយបានមានក្រុមហ៊ុនខ្លះទោះបីជាគាត់ចុះបញ្ជីក៏ដោយគាត់នៅតែរត់សិនហើយអញ្ចឹងបងប្អូនដែលគាត់បាត់បង់ការងារទៅហើយក្តីហើយនឹងបងប្អូនដែលគាត់កំពុងតែប្រឈមជាមួយនឹងការបាត់បង់ការងារខ្ញុំលើកអំពីគុណវិបត្តិ2ចាដែលពួកគាត់ចេះឥទ្ធិពលទទួលបានឥទ្ធិពលអវិជ្ជមានចាទី1គឺគាត់បាត់បង់ការងារភ្លាមអត់មានអីបំរុងទុកតទៅសោះអញ្ចឹងអាហ្នឹងជា short term effect គឺការប៉ះពាល់រយៈពេលភ្លាមរយៈពេលខ្លីចាអញ្ចឹងគាត់នឹងប្រឈមជាមួយនឹងការបាត់បង់ការងារភ្លាមហើយអត់មានកម្រងត្រូវទៅណាទៀតទេទី2ប្រហែលជា benefit មួយចំនួនអត្ថប្រយោជន៍មួយចំនួនគឺគាត់នឹងអត់ទទួលបានទេអត់ដូចដែលយើងចាប់កុងត្រាធម្មតាជាមួយនឹងក្រុមហ៊ុនធម្មតានៅពេលដែលមានការបញ្ឈប់ឬមួយក៏មានការបិទក្រុមហ៊ុនតាមសម្រួលចាហើយគេត្រូវឬមួយក៏នៅក្នុងលក្ខខណ្ឌដែលគេត្រូវកាត់បន្ថយបុគ្គលិកអីចាគឺយើងត្រូវ pay សំណងទៅកាន់បុគ្គលិកទាំងអស់នោះអញ្ចឹងនៅក្នុងករណីនេះយើងអាចនឹងមិនទទួលបានសំណងទាំងអស់នោះហើយចុងការសម្បីតែប្រាក់ខែចុងក្រោយយើងក៏អត់បានដែរអាហ្នឹងគឺជាផលប៉ះពាល់រយៈពេលខ្លីដែលយើងទទួលបាននឹងឯងហើយអីទៀតអារម្មណ៍របស់យើងមួម៉ៅភ័យខ្លាចចាតានតឹងដោយសារអីយើងបាត់បង់ការងារភ្លាមអញ្ចឹងអានេះគឺយើងប៉ះពាល់ទាំងផ្លូវចិត្តផ្លូវអារម្មណ៍និងប៉ះពាល់នៅផ្នែកខាងក្រៅរឿងលុយកាក់ហិរញ្ញវត្ថុតោះណាឥឡូវយើងមកនិយាយអំពីភាពប៉ះពាល់រយៈពេលវែងថាតើវាអាចប៉ះពាល់អីគេខ្លះអញ្ចឹងនៅពេលដែលយើងបាត់បង់ការងារហើយឥឡូវហ្នឹងយើង observe ជាមួយនឹងខ្លួនឯងហើយអូខេ understand accept ទទួលថាយើងពិតជាបាត់បង់ការងារហើយពេលដែលយើង apply ការងារព្យាយាមដាក់ការងារខ្ញុំជឿថាបងប្អូនមួយចំនួនដាក់ការងារហើយដាក់អត់ជាប់ទេចាគេនឹងសួរអំពីបទពិសោធន៍របស់យើងអ្នកខ្លះគាត់ធ្វើការនៅក្នុង iGaming 2ឆ្នាំ3ឆ្នាំហើយសួរបងប្អូនតាមត្រង់អ្នកដែលគាត់កំពុងមើលវីដេអូនេះខ្ញុំសួរតាមត្រង់ថាតើបទពិសោធន៍អីគេខ្លះដែលយើងបានទទួលនៅក្នុងកំឡុងពេលដែលធ្វើការនៅក្នុង scam ឬក៏ iGaming ហ្នឹងតែយើងមានជំនាញឬមួយក៏យើងមានបច្ចេកទេសក្នុងការរៀបសរសេរ CV របស់យើងឲ្យវាត្រូវជាមួយនឹងអ្វីដែលយើងធ្លាប់ធ្វើអត់ចាហ្នឹងអាហ្នឹងគឺជា long term impact ដែលយើងអត់មាន skill ដែលគេត្រឹមត្រូវដែលគេទាមទារដែលគេត្រូវការចាទី2នៅពេលដែលយើងពន្យល់ការងារទោះបីជាយើងដាក់ CV នឹងកុហកគេក៏ដោយតែនៅពេលដែលយើងពន្យល់ការងារទៅកាន់ recruiter ទៅកាន់អ្នកសម្ភាសន៍នឹងយើងពិបាកក្នុងការបញ្យល់បទពិសោធន៍យើងហើយខ្ញុំជឿមានអ្នកមួយចំនួនគាត់មានភាពខ្មាស់អៀនក្នុងការប្រាប់ទៀតដោយសារគាត់មិនមានមោទនភាពក្នុងការធ្វើការងារជា scam ឬមួយក៏ iGaming ខុសច្បាប់ទេខ្ញុំមានប្អូនម្នាក់ថ្មីនេះចាខ្ញុំបានបោះ CV គាត់ដោយសារគាត់ធ្លាប់ធ្វើការងារនៅក្នុងiGaming ដែរចាជាក្រុមហ៊ុនធម្មតាក្រុមហ៊ុនរបស់គាត់ស្របច្បាប់ធម្មតាទេចាប៉ុន្តែគាត់បានចេញហើយគាត់ទៅរកការងារថ្មីអញ្ចឹងខ្ញុំឃើញ CV របស់គាត់ខ្ញុំក៏បោះឲ្យអ្នកដែលស្គាល់គ្នាដើម្បីឲ្យគេ assess skill របស់គាត់អញ្ចឹងទៅហើយគាត់បានប្រាប់ខ្ញុំថាចេះបងនៅពេលដែលខ្ញុំទៅសម្ភាសគេសួរខ្ញុំនៅគ្រាន់តែខ្ញុំប្រាប់អំពីnature work របស់ខ្ញុំ nature របស់ company ខ្ញុំគេសម្ភាសខ្ញុំត្រឹមតែប្រហែលនាទីគេហាក់បីដូចជា lost interest មកហាក់បីដូចជាគេបាត់បង់នៅចំណាប់អារម្មណ៍ក្នុងការសួរខ្ញុំបន្ថែមតែអាហ្នឹងយើងត្រូវព្យាយាម explain យ៉ាងម៉េច
ចឹងវាក៏ជា impact វាក៏ជាការជះឥទ្ធិពលអវិជ្ជមានមួយដល់ background របស់យើងដែរប៉ុន្តែសួរថានឹងស្ដារបានអត់នៅតែមានការស្ដារបានអត់ចឹងយើងមកទៅជែកគ្នាតាក់ទងជាមួយនឹងថាតើយើងគួរតែត្រៀមខ្លួនរបៀបម៉េចគួរតែធ្វើយ៉ាងម៉េចនៅពេលដែលយើងបាត់បង់ការងារឥឡូវនេះខ្ញុំនិយាយអំពីអ្នកដែលគាត់អត់ទាន់បាត់បង់ការងារដំបូងសិនណាអ្នកដែលគាត់កំពុងតែប្រឈមជាមួយនឹងការបាត់បង់ការងារហើយបើសិនជាយើងកំពុងតែមានការព្រួយបារម្ភចំពោះការបាត់បង់ការងារហើយព្រួយបារម្ភជាមួយនឹង industry ដែលយើងកំពុងតែធ្វើអ្វីដែលខ្ញុំទទូចស្នើសុំម្ដងហើយម្ដងទៀតកុំឈប់ធ្វើការងារហ្នឹងចាយើងត្រូវសួរខ្លួនឯងថាតើជំនាញបទពិសោធន៍ហើយនឹងចំណេះដឹងយើងសពថ្ងៃហ្នឹងយើងអាចទៅធ្វើការងារក្រៅ industry របស់យើងបានអត់ចាយើងត្រូវ evaluate ទៅលើខ្លួនឯង reflect ទៅលើខ្លួនឯងតើមានចំណេះដឹងជំនាញណាដែលយើងគួរតែរៀនចូលចិត្តរៀនចង់រៀនចាអាចរៀនបន្ថែមបានក្នុងកំឡុងពេលដែលយើងចង់ផ្លាស់ប្ដូរការងារហ្នឹងអាចក្លែកមើលទៅតើ skill ជំនាញមួយណាដែលគេកំពុងតែ on trend ហើយយើងគិតថាវាងាយស្រួលឲ្យយើងក្នុងការរកការងារហ្នឹងរៀនពីវាចាខ្ញុំ recommend ឲ្យយើងរៀនអំពី skill on trend ណាដែលប្រើរយៈពេលខ្លីកុំយូរពេកព្រោះបើសិនជាយើងចង់ switch career កុំចាំរហូតដល់2ឆ្នាំ3ឆ្នាំអីចា6ខែ1ឆ្នាំអីយើងមើលតែយើងអាច switch បានសាកល្បងធ្វើវាអញ្ចឹងនៅក្នុងហ្នឹងតកតងជាមួយនឹងskill ដែលមាននៅក្នុងប្រវត្តិរូបរបស់យើងដែលយើងធ្វើការនៅ scam ក៏ដោយនៅក្នុង iGaming ក៏ដោយជំនាញទាំងអស់ហ្នឹងគឺអត់ប្រយោជន៍ទេណាខ្ញុំបញ្ជាក់ចាខ្ញុំអានេះខ្ញុំអត់ចង់លើកជាគុណសម្បត្តិអីទេប៉ុន្តែយើងត្រូវដឹងអំពីអត្ថប្រយោជន៍ដែរឧទាហរណ៍តែពីយើងធ្វើការជា scam ចាជាអ្នក scam គេម្នាក់បងប្អូនត្រូវដឹងថាចេះយើងច្បាស់ជាប្រកែក្នុងការនិយាយបញ្ចុះបញ្ចូលប្រកែក្នុងការតំណែងប្រកែក្នុងការរៀប plan ហើយបានយើងអាច scam គេបានអាហ្នឹងយើងនិយាយចឹងហ្មងចឹងអាទាំងអស់ហ្នឹងហើយគឺជាភាពខ្លាំងរបស់យើងយកមកបញ្ចូលទៅក្នុង CV ហើយយើង improve វាឲ្យទៅដល់ផ្លូវត្រង់ផ្លូវត្រូវតោះណាព្រោះយើងបានប្រើតកតងជាមួយនឹងជំនាញរបស់យើងនេះទេពកោសល្យរបស់យើងនេះទៅក្នុងការងារដែលខុសអញ្ចឹងអាហ្នឹងកុំគិតថាវាអត់ប្រយោជន៍ក្នុងការធ្វើជា customer service ធ្វើជា payment ធ្វើជា sale online ចាកុំគិតថាហ្នឹងអូការងារហ្នឹងអត់ប្រយោជន៍ទេព្រោះយើងធ្វើការនៅ scam ធ្វើការនៅ game online no អាហ្នឹងក៏ជា skill ក៏ជាបទពិសោធន៍ដែលយើងអាច include ទៅក្នុង CV របស់យើងហើយយើងត្រូវតែរៀនពីលើអាហ្នឹងបន្ថែមទៀតដើម្បីឲ្យវាកាន់តែខ្លាំងជាងមុនចាឬមួយក៏យើងអាចរៀននៅខាងក្រៅដើម្បីទទួលបាន certificate ឲ្យយើងរៀងធ្ងន់ខ្លួនជាងមុនអញ្ចឹងណាចាអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងត្រឡប់មកវិញគឺផ្ដោតទៅលើទី1យើងត្រូវធ្វើ self awareness ឬមួយក៏ self reflection ឬមួយក៏ evaluate ទៅលើ skill របស់យើងបទពិសោធន៍របស់យើងបច្ចុប្បន្នហ្នឹងគឺយើងនៅខ្វះអីយើងត្រូវការអីហើយគួរតែរៀនអីបន្ថែមបើសិនជាបងប្អូនមិនទាន់បាត់បង់ការងារទេព្យាយាមបំពេញកន្លែងខ្វះខាតហ្នឹងហើយបើសិនជាបងប្អូនដែលគាត់បាត់បង់ការងារហើយក្តីបើសិនជាបងប្អូននៅមានប្រាក់បម្រុងអត់ទាន់អស់ចាយទេនៅមានខ្លះសម្រាប់ការចាយវាយបងប្អូនអាចយកលុយមួយចំនួនទូចរបស់បងប្អូនដែលបានសន្សំហ្នឹងយកមករៀនបន្ថែមចា build network ចាកសាងតំណែងជាមួយនឹងគេហៅថា networking ខាងក្រៅដើម្បីឲ្យយើងកាន់តែស្គាល់ពិភពលោកខាងក្រៅថាយ៉ាងម៉េចអីចឹងណាហើយនឹងរៀនអំពីវគ្គខ្លីៗដែលអាចធ្វើឲ្យយើងនឹងកាន់តែមានចំណេះដឹងបន្ថែមទៀតចឹងអានឹងសម្រាប់បងប្អូនដែលគាត់នៅមានលុយបំរុងតែបើសិនជាប្អូនដែលគាត់អត់ទាន់ដូចថាបាត់បង់ការងារហើយអត់មានលុយសល់ហ្មងចាអត់មានលុយសន្សំអត់មានលុយសល់អីទាំងអស់គឺអត់មានជំរឿហ្មងអ្វីដែលខ្ញុំណែនាំគឺបន្ទាប់ពីបាត់បង់ការងារហើយរកការងារធ្វើហើយការងារអីក៏បានដែរឲ្យតែស្របច្បាប់ធ្វើវាសិនតើខ្ញុំនិយាយធ្វើការងារនឹងសិនយកប្រាក់ចំណូលសិនហើយមួយទៀតកុំមាន mindset ផ្នត់គំនិតថាទីពីមុនអញធ្វើការងារ1000ឥឡូវហ្នឹងអញត្រូវធ្វើមិនបាន1000ដែរ1200បានធ្វើអីចឹងណាយើងត្រូវ be realistic តោះនេះ
ពេលដែលយើងធ្វើការងារនៅក្នុង scam នៅក្នុង iGaming industry គឺជា industry ដែលគេរលុយបានច្រើនចាបោកដូច្នេះហើយគឺគេចេះលុយលើយើងហើយអញ្ចឹងមក industry យើងធម្មតាគេមានអា circle របស់គេត្រូវចំណាយលើទឹកលើភ្លើងលើពន្ធលើស្អីច្រើនទៀតអញ្ចឹងគេចំណាយទៅលើបុគ្គលិកក៏តិចតាមនឹងដែរអញ្ចឹងកុំរំពឹងប្រាក់ខែហួសពីសមត្ថភាពយើងពេកតើណាអញ្ចឹងត្រឡប់មកវិញ3លក្ខខណ្ឌសម្រាប់បងប្អូនទី1អ្នកដែលគាត់កំពុងតែប្រឈមមុខជាមួយនឹងការបាត់បង់ការងារកុំអាចឈប់ធ្វើការងារនឹងដដែលហើយ evaluate ទៅលើ skill ទៅលើចំណេះដឹងព្យាយាមរៀនវាបន្ថែមក្នុងកំឡុងពេលដែលយើងធ្វើការហ្នឹងតើណាហើយបើសិនជាបងប្អូនកំពុងតែនៅបាត់បង់ការងារហើយប៉ុន្តែមានលុយសន្សំខ្លះកុំអាលធ្វើការងារអីដែលដូចថាធ្វើអីក៏បានណាចាព្រោះនៅពេលដែលយើងswitch career ហើយខ្ញុំចង់ឲ្យបងប្អូនផ្ដោតទៅលើ career ណាដែលធ្វើឲ្យបងប្អូនរីកចម្រើនហើយ career ណាដែលធ្វើឲ្យបងប្អូនសប្បាយចិត្តក្នុងការធ្វើវាអញ្ចឹង invest បន្តិចទៅណាចាinvest ទៅលើខ្លួនឯងបន្ថែមរៀនបន្ថែមយកពេល3ខែទៅ6ខែរៀនបន្ថែមអាហ្នឹងបើសិនយើងមានលុយណាចាខ្ញុំគិតថានិយាយតាមត្រង់ទៅខ្ញុំគិតថាប្រហែលជាមិនសូវជាមានទេអ្នកដែលគាត់អាចសំលុយ3ខែទៅ6ខែហើយក៏ខ្ញុំគិតថាមិនសូវជាមានអ្នកដែលគាត់ចង់ invest គិតតែពីរៀនសុទ្ធអត់រកប្រាក់ចំណូលទេអញ្ចឹងលក្ខខណ្ឌទី3គឺបងប្អូនរកការងារអីក៏បានធ្វើវាសិនដើម្បីទប់លំនឹងទប់ចំណាយមានចំណូលខ្លះចាហើយកុំរំពឹងប្រាក់ខែច្រើនដូចបទពិសោធន៍ដែលយើងធ្វើការពីមុនវិធានការទី2ខ្ញុំចង់ឲ្យបងប្អូននៅពេលដែលស្វែងរកការងារ CV របស់បងប្អូនគឺព្យាយាមផ្ដោតទៅលើបទពិសោធន៍ដែលយើងបានធ្វើលទ្ធផលដែលយើងបានធ្វើចារៀបវាជា professional ណាកុំទៅសេឧទាហរណ៍ថា work as the customer service ហើយបន្ទាប់មក I talk to the client persuade to the client make them deposit ឬមួយក៏អីចឹងណាចាយើងផ្លាស់ប្ដូរអា word របស់យើងហ្នឹងមកជាការរៀបជាលទ្ធផលវិញឧទាហរណ៍យើង work as the customer service executive or customer service officer អញ្ចឹងអ្វីដែលយើង include គឺកន្លែងហ្នឹងយើងបានបញ្ចុះបញ្ចូលឲ្យភ្ញៀវ invest ឬមួយក៏ close deal ជាមួយនឹងcustomer របស់យើងប្រមាណភាគរយក្នុងរយៈពេល1ខែប្រមាណអ្នកក្នុងរយៈពេល1ខែឃើញទេអញ្ចឹងនៅពេលដែលយើងរៀបអា CV របស់យើងឲ្យคล้ายទៅជាលទ្ធផលដែលគេចង់ឃើញណាវានឹងរុញយើងភាគរយខ្ពស់ក្នុងការដែលគេហៅយើងឲ្យទៅធ្វើការឬមួយក៏ទៅ CV របស់យើងគឺផ្ដោតទៅលើ skill ជំនាញដែលយើងមាន technical ហ្នឹងគឺត្រូវធ្វើម៉េចឲ្យប្លែកពីគេចាកុំអារបៀបថា communication ហ្នឹងវា too simple ពេកអញ្ចឹងយើងដាក់ជំនាញដែលយើងមានគេហៅថា effectively communication អីចឹងណាជាមួយនឹង expert ជាមួយនឹង international level អីចឹងទៅចារបៀបក្នុងការសរសេរអញ្ចឹងអ្វីដែលយើងព្យាយាមសម្រង់ដាក់នៅក្នុង CV ទី1គឺ skill ទី2គឺ result ទី3គឺ responsibility ហ្នឹងគឺយើងព្យាយាម combine ធ្វើម៉េចឲ្យវាមើលទៅជា big picture កុំឲ្យដាក់អា routine ដែលយើងធ្វើជារៀងរាល់ថ្ងៃហ្នឹងមើលទៅវាសាមញ្ញហើយវា boring ពេកតោះណាទន្ទឹមនឹងនេះអ្វីដែលយើងគួរធ្វើបន្ថែមនៅពេលដែលបងប្អូនក្នុងកំឡុងពេលដែលបងប្អូនប្រឈមជាមួយនឹងការបាត់បង់ការងារខ្ញុំ suggest ឲ្យបងប្អូនព្យាយាម again reflect ត្រឡប់ទៅមើលខ្លួនឯងថាតើយើងខ្វះខាតអីខ្ញុំមើលឃើញភាគច្រើនបងប្អូនដែលគាត់ធ្វើការនៅក្នុង iGaming ភាសាអង់គ្លេសរបស់គាត់ខ្ញុំមិនថាខ្ញុំភាសាអង់គ្លេសហ្នឹងចេះដល់កម្រិតល្អណាស់ណាទេចាខ្ញុំក៏អត់បានរៀនដែរប៉ុន្តែខ្ញុំអាចតំណាក់តំណងជាផ្លូវការជាសាច់ការនៅក្នុងអង្គប្រជុំយើងអាចបញ្ចេញជាមតិយើងអាចសម្ភាសជាភាសាអង់គ្លេសសួរជាភាសាអង់គ្លេសធ្វើរបាយការណ៍ជាភាសាអង់គ្លេសបានអញ្ចឹងណាអញ្ចឹងសុំសួរវិញថាតើភាសាអង់គ្លេសរបស់យើងនឹងនៅកម្រិតណាចាអាចយកមកធ្វើជាគេហៅថាអាចធ្វើការងារផ្លូវការបាននៅ
ការសន្ទនានៅក្នុងការសម្ភាសបាននៅបើសិនជាអត់ទេអ្វីដែលយើងគួរតែធ្វើបច្ចុប្បន្នហ្នឹងគឺរៀនបន្ថែមភាសាអង់គ្លេសកុំចាំណាកុំចាំរហូតដល់ចាំបាត់បង់ការងារចាំចប់ការងារសិនចាំរៀនណាកុំចាំអញ្ចឹង basic need ដែលយើងត្រូវធ្វើហ្នឹងគឺភាសាអង់គ្លេសហ្នឹងឯងដែលត្រូវតែមានព្រោះឥឡូវហ្នឹងណាភាសាអង់គ្លេសហ្នឹងវាមិនមែនជាវាមិនមែនជា how do I say how do I describe this វាមិនមែនជាដូចថាពីមុនអ្នកដែលចេះអង់គ្លេសវ៉ាវប៉ាកែខ្លាំងណាចា10ឆ្នាំមុនណាអ្នកមានអ្នកចេះអង់គ្លេសមួយប៉ាកែហ្មងចាយើងមើលគេទៅថាយើង appreciate គេហ្មងណាប៉ុន្តែឥឡូវហ្នឹងណាអ្នកណាក៏ចេះអង់គ្លេសដែរតិចក្តីច្រើនក្តីសំបីតអ្នកលក់នៅអង្គរអ្នកលក់នៅតាមសមុទ្រម៉ូតូឌុប pass up ក៏គេចេះភាសាអង់គ្លេសដើម្បីដូរបានបាយស៊ីដែរអញ្ចឹងបើយើងធ្វើការហើយយើងអត់ចេះភាសាអង់គ្លេសយើងចាញ់គេបាត់ហើយអញ្ចឹងវាហាក់បីដូចជាវាទៅជា minimum requirement ណាថាអ្នកណាក៏ត្រូវតែមានភាសាអង់គ្លេសហ្នឹងណាអញ្ចឹងបងប្អូនព្យាយាមរៀនបន្ថែមបើសិនជាយើងមានខ្វះខាតឬមួយក៏នៅគិតថាយើងនៅមានភាពកំសោយនិយាយអត់ទាន់បានស្ដាប់អត់ទាន់បានទៅសេអត់ទាន់បានទេរៀនវាបន្ថែមហើយខ្វះអីមិនបាច់ទៅរៀនបើយើងគិតថាអូទៅរៀនអស់លុយអីច្រើនសាក់ជាមួយនឹងការស្ដាប់មើល program នៅក្នុង YouTube ចាមាន channel ជាច្រើនដែលបរៀនភាសាអង់គ្លេសយើងចាមួយទៀតឥឡូវនេះគឺយើងមានជា content មានជា digital tool ចាខ្ញុំចង់ឲ្យបងប្អូនព្យាយាមរៀនមើលអាហ្នឹងកុំឲ្យវា out of date ពេកកុំឲ្យយើងក្រៅសង្គមពេកចាព្យាយាមរៀនអាហ្នឹងបន្ថែមស្អីទៅ AI ស្អីទៅ ChatGPT របៀបក្នុងការប្រើ ChatGPT នឹងរបៀបម៉េចរបៀបក្នុងការdesign Canva ហ្នឹងរបៀបម៉េចអាច small minimum ដែលយើងត្រូវប្រើជាប្រចាំថ្ងៃហ្នឹងរៀនប្រើអាហ្នឹងរៀនធ្វើអាហ្នឹងចាកាលណាយើងរៀនកាន់តែច្រើនយើងដឹងតិចនិចខ្លះចូលទៅកន្លែងការងារយើងអាចនឹងមានឱកាសជាងអ្នកផ្សេងទៀតឧទាហរណ៍អ្នកផ្សេងទៀតគាត់ចេះមានបទពិសោធន៍ដូចយើងដែរប៉ុន្តែយើងមានចំណេះដឹងជំនាញតាក់ទងជាមួយនឹង marketing tool តាក់ទងជាមួយនឹងភាសាអង់គ្លេសរៀងគ្រាន់បើជាងគេគឺយកយើងតោះណាចាមួយវិញទៀត communication អ្វីដែលយើងគួរតែរៀនវាមិនមែនគ្រាន់តែបើយើងបកទៅទំនាក់ទំនងរបៀបក្នុងការទំនាក់ទំនង communication កន្លែងនេះខ្ញុំចង់និយាយអំពីរបៀបក្នុងការទំនាក់ទំនងនៅកន្លែងការងារចាតែយើងត្រូវធ្វើរបៀបម៉េចជាមួយនឹងមេយើងត្រូវធ្វើរបៀបម៉េចជាមួយនឹងសមាជិកក្រុមហើយយើងត្រូវកត់យ៉ាងម៉េច note យ៉ាងម៉េចផ្ញើ email call របៀបក្នុងការទំនាក់ទំនងរបៀបក្នុងការប្រើពាក្យទាំងអស់ហ្នឹងគឺយើងត្រូវរៀនព្រោះហ្នឹងវាជា basic ចាវាទូទៅហើយដែលគេត្រូវការទៀមទាអាហ្នឹងណាហើយបើយើងនៅក្នុងកន្លែងការងារឧទាហរណ៍យើងទៅសម្ភាសការងារហើយយើងអត់ដឹងពីរបៀបក្នុងការនិយាយឲ្យគេយល់ហើយយើងអត់ដឹងពីរបៀបក្នុងការធ្វើការស្ដាប់គេក៏អត់យល់និយាយទៅគេក៏អត់យល់អាហ្នឹងធ្វើការអត់កើតទេចាតំណែងគ្នាអត់កើតទេទោះបីជាភាសាខ្មែរឬមួយក៏ភាសាអង់គ្លេសក៏ដោយវា sometimes it's not about the language អញ្ចឹងវាអាចមកពីlevel នៃ communication skill របស់យើងដែរហើយចុងក្រោយគេគឺរបៀបក្នុងការគ្រប់គ្រងពេលវេលារបៀបក្នុងការគ្រប់គ្រងលុយរបៀបក្នុងការគ្រប់គ្រងmindset របៀបក្នុងការមើលថែទាំខ្លួនឯងចារៀបចំផែនការជីវិតរបស់យើងធ្វើម៉េចឲ្យវារៀងល្អប្រសើររៀបចំdaily routine របស់យើងរបៀបម៉េចដើម្បីឲ្យវាមានអត្ថប្រយោជន៍ដល់យើងជាប្រចាំណាចាកលេចមើលដើម្បីជាការ self development ប្រចាំថ្ងៃរបស់យើងត្រឡប់មកវិញអញ្ចឹងអាហ្នឹងសំខាន់មែនតើដែលយើងត្រូវធ្វើជាប្រចាំថ្ងៃដើម្បីណែណាគឺដើម្បីខ្លួនឯងនឹងឯងចុងក្រោយគេសម្រាប់បងប្អូនរកការងារគឺយើងកុំនៅតែនៅក្នុងប្រជុំបពពួកតែ industry តែមួយហ្នឹងខ្ញុំឃើញមានបងប្អូនខ្លះគាត់ធ្វើការនៅក្នុង iGaming ណាគាត់ស្គាល់តែអ្នកនៅក្នុង iGaming ហ្នឹងគាត់ស្គាល់តែអ្នកក្នុងធ្វើការស្តៀងគ្នាដូចគ្នាណាគាត់អត់ព្រមស្គាល់អ្នកខាងក្រៅដឹងពីupdate new ហ្នឹងយ៉ាងម៉េចហើយenvironment នៅខាងក្រៅហ្នឹងយ៉ាងម៉េចហើយហ្នឹងសំខាន់ណាសំខាន់មែនតើnetworking ហ្នឹង it's very important believe me ខ្ញុំធ្វើការនៅក្នុងធ្វើការជា recruiter ហ្នឹង10ជាងឆ្នាំហើយ networking is very important ក្នុងចំណោមការងារដែលខ្ញុំធ្វើ full time job most of the time ខ្ញុំអត់បានដាក់ពាក្យទេ
គឺមានគេ reach out មានគេ recommend មានគេណែនាំហើយ most of them are my networking គឺអ្នកស្គាល់គ្នាតគ្នាចឹងឯងអញ្ចឹង networking គឺពិតជាសំខាន់ហើយអ្វីដែលបងប្អូនគួរតែធ្វើបន្ទាប់ពីខ្ញុំណែនាំខាងលើដែលមុនដែលអ្វីដែលយើងគួរ improve ហ្នឹងណាចុងក្រោយគេគឺ networking ហ្នឹងហើយព្យាយាមស្គាល់អ្នកខាងក្រៅ circle iGaming scamming ហ្នឹងឲ្យបានច្រើនដើម្បីអីដើម្បី build ឡា communication build network របស់យើងដើម្បីឲ្យគេស្គាល់យើងចង់ដូរការងារថ្ងៃក្រោយងាយស្រួលឃើញទេចាអញ្ចឹងក្រៅពីភាសាអង់គ្លេសក្រៅពី digital tool ក្រៅពី communication ក្រៅពី how to manage your life ចាការគ្រប់គ្រង daily routine របស់យើងហ្នឹងមានអីផ្សេងទៀតដែលបងប្អូនគិតថាគួរតែ include នៅក្នុង plan នៅក្នុង plan list របស់យើងដើម្បីឲ្យយើងកាន់តែ improve ខ្លួនឯងមានសមត្ថភាពល្អច្រើនជាងមុនអាច comment នៅខាងក្រោមបានសម្រាប់ខ្ញុំមាន4ចំណុចហ្នឹងហើយនឹងទី5ហ្នឹងគឺការ build network អាហ្នឹងគឺសម្រាប់បងប្អូនទាំងកំពុងតែប្រឈមជាមួយនឹងការបាត់បង់ការងារក៏ដូចជាបងប្អូនកំពុងតែបាត់បង់ការងារក៏ដោយព្យាយាមទៅក្រៅចាញ៉ាំកាហ្វេស្គាល់គេ join event join job fair join different event networking ចាទៅញ៉ាំកាហ្វេញ៉ាំ dinner អីតិចតួចចឹងទៅស្គាល់គេណែនាំខ្លួនមើលឃើញអំពី industry ណាដែលតំណងហើយយើងចង់ improve ពេលខ្លះយើងស្គាល់ខ្លួនឯងពេលហ្នឹងដែរថាតើយើងចង់ធ្វើការងារនៅក្នុងវិស័យណាពិតប្រាកដចាអាហ្នឹងគឺជាចំណុចល្អរបស់យើងដែលយើងគួរតែទៅខាងដូចខ្ញុំនិយាយអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមិនបាននិយាយបទាបប្រអាប់ទៅលើបងប្អូនដែលគាត់ធ្វើការនៅក្នុង iGaming ទេបើសិនជាបងប្អូនធ្វើការនៅក្នុង iGaming ខ្ញុំក៏មិនបានទៅconfirm ថាការងារនឹងខុសការងារនឹងមិនត្រូវមិនបាច់ធ្វើទេចាឲ្យតែការងារនឹងស្របច្បាប់មានការចុះបញ្ជីអីត្រឹមត្រូវហើយវា align ជាមួយនឹង value របស់បងប្អូនអាចធ្វើវាចុះអត់បញ្ហាទេប៉ុន្តែអ្វីដែលសំខាន់គឺខ្ញុំចង់ឲ្យបងប្អូនបើកអា mindset របស់យើងកុំឲ្យដោយសារតែ industry យើងប៉ះពាល់ហើយនេះខ្ញុំនិយាយនេះគឺនិយាយជារួមមិនមែនថាជា iGaming scam ឬមួយក៏ industry អីទេចាវីដេអូខ្លីៗរបស់ខ្ញុំគឺខ្ញុំបាននិយាយហើយindustry តាក់ទងជាមួយនឹង NGO sector ហ្នឹងក៏ធ្លាប់ក្លាប់ចាក់ពីមុនដែរចាហើយហ្នឹង industry គាត់ល្អផងអញ្ចឹងនៅក្នុងនេះគឺខ្ញុំចង់ក្រើនរំលឹកថាកុំឲ្យ industry នឹងមួយចងជើងយើងហើយបិទផ្លូវយើងត្រូវតែអភិវឌ្ឍខ្លួនយើងត្រូវតែ compete ជាមួយខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃដើម្បីឲ្យខ្លួនឯងកាន់តែ better ហើយមនុស្សកាន់តែ better កាន់តែមានគុណភាពបងប្អូនទៅណាក៏គេទទួលបងប្អូនដែរអាហ្នឹងគឺដើម្បីខ្លួនឯងណាចាអញ្ចឹងខ្ញុំបញ្ជាក់ទៀតនៅក្នុងវីដេអូនេះបងប្អូនធ្វើអីធ្វើការងារដែលស្របច្បាប់ការងារនៅក្នុង iGaming ក៏ធ្វើចុះប៉ុន្តែបើសិនជាបងប្អូនចង់ផ្លាស់ប្ដូរការងារបងប្អូនត្រូវតែត្រៀមខ្លួនរបៀបក្នុងការផ្លាស់ប្ដូរការងាររបៀបក្នុងការចាំពី industry មួយទៅ industry មួយយើងត្រូវធ្វើអីអញ្ចឹងណាត្រូវត្រៀមខ្លួនឯងហើយត្រូវ build skill ពីមួយថ្ងៃទៅមួយថ្ងៃកុំឲ្យពេលដែលបាត់បង់ការងារនឹងពុបស្លាស់ដៃទេអត់ដឹងត្រូវធ្វើអីបន្តទៀតអត់ដឹងត្រូវចាប់ការងារពីណាទៅណាចាអញ្ចឹងមានន័យថាយើងចាញ់ខ្លួនឯងហើយអញ្ចឹងកុំឲ្យចាញ់គឺយើងត្រូវតែ build ខ្លួនឯងជារៀងរាល់ថ្ងៃហើយ compete ជាមួយខ្លួនឯង from day to day កាន់តែ better កាន់តែល្អវីដេអូនេះពីដើមរហូតមកដល់ចប់ហើយបើសិនជាបងប្អូនមានជាចម្ងល់បងប្អូនអាចតម្លាក់នៅក្នុងតម្លាក់ comment ចានៅក្នុងខាងក្រោមវីដេអូនេះដើម្បីខ្ញុំបញ្ចូលជាចម្លើយសម្រាប់វីដេអូក្រោយទៀតដើម្បីបងប្អូនបានស្រាយចម្ងល់ដូចគ្នាចាអញ្ចឹងបងប្អូនកុំភ្លេចជួយ comment ជួយ like ជួយ share ដើម្បីវីដេអូនេះ reach ចាទៅដល់បងប្អូនដែលគាត់កំពុងតែធ្វើការនៅក្នុង industry នឹងក្តីបងប្អូនដែលកំពុងតែគិតចង់ផ្លាស់ប្ដូរ career ក្តីចាឲ្យគាត់បានឃើញវីដេអូហ្នឹងហើយគាត់គិតឡើងវិញថាតើគាត់ត្រូវតែធ្វើអីគេខ្លះមុនពេលដែលគាត់ចង់ផ្លាស់ប្ដូរ career របស់គាត់សម្រាប់បងប្អូនដែលកំពុងតែស្វែងរក coach ចាអ្នកដែលអាច guide ទៅលើការសរសេរ CV ទៅលើskill preparation ទៅលើការidentify ទៅលើ career path និយាយរួមគឺតកតងជាមួយនឹងអាជីពការងារចាការអភិវឌ្ឍខ្លួន
ចាការសរសេរ CV ឬមួយក៏ការត្រៀមក្នុងការរៀនជំនាញថ្មីត្រូវធ្វើម៉េចដើម្បីយើងមាន self discipline ចាបងប្អូនត្រូវការ coach ដើម្បី guide បងប្អូនចាបងប្អូនអាចតាក់ទងមកខ្ញុំផ្ទាល់គឺខ្ញុំមានជាកញ្ចប់ផ្សេងគ្នាដើម្បី share ទៅកាន់បងប្អូនបើបងប្អូនពេញចិត្តនៅកញ្ចប់ណាមួយយើងនឹងធ្វើការជាមួយគ្នាចាអញ្ចឹងសរុបមកគឺអរគុណសម្រាប់បងប្អូនដែលតាមដានទស្សនារបស់នាងវីដេអូរបស់នាងខ្ញុំហើយសន្យាថាចាប់ពីថ្ងៃនេះទៅខ្ញុំនឹងទម្លាក់វីដេអូក្នុងមួយសប្តាហ៍អាចម្ដងទៅពីរដងគឺមិនអោយខកខានដូច2-3ខែមុនទេអញ្ចឹងខ្ញុំសុខៀងអរគុណសម្រាប់ការតាមដានទស្សនាវីដេអូពីដើមដល់ចប់ហើយជួបគ្នាជាមួយនឹងវីដេអូថ្មីប្រធានបទថ្មី